នឹងហើយអញ្ចឹងបន្ទាប់ពីយើង set up environment អឺ config tool ហើយអស់យើងបើក tool មកវាបើកមកវាចេញមកវាអត់ត្រូវ error អីទៀតទេអញ្ចឹងពេលដែលបើកមកវា load នឹងចេញ tool កន្លែង login កន្លែងអីមកហើយហ្នឹងហើយអញ្ចឹងពេលបើក tool មកវាចេញតម្រងចេះអញ្ចឹងអាហ្នឹងចេញតម្រងឲ្យយើង login ដាក់ key license របស់យើងចូលហើយនៅខាងលើនេះជា version ថ្មីដែលversion ដែលថ្មី update អញ្ចឹងទៅអញ្ចឹងបើមាន line ហ្នឹងយើងចុច line ហ្នឹងមកចុច download មកយើងបាន version ចុងក្រោយគេនិយាយទៅឲ្យតែ load កន្លែងហ្នឹងគឺខ្ញុំមាន version ថ្មីដើម្បីupdate đấy អញ្ចឹងគ្រាន់ចុច download មកវាបិទ tool អញ្ចឹងវា download version ថ្មីមកហើយអញ្ចឹងយើងបើក version ថ្មីនឹងប្រើមកហ្នឹងហើយអញ្ចឹងអានេះ version របស់យើងនៅកន្លែងនេះគេនេះអញ្ចឹងយើង version ថ្មីគឺ3061អញ្ចឹងឲ្យតែមាន line ខ្មៅ line ហ្នឹងគឺចុចទៅ update បានហ្នឹងហើយហើយតាក់ទងមួយ license key យើងអាចទិញនៅលើ website បាន famria.me របស់យើងវាយចូលមិញហ្នឹងបើយើងចង់ទិញនៅលើ website យើងគ្រាន់តែ sign in វាចូលមកហើយ sign in មួយ Gmail របស់យើងមកយើងអាចទិញនៅលើហ្នឹងបានមួយទៀតយើងអាចទិញនៅលើ tool ហ្មងក៏បានដែរអញ្ចឹងយើងចុចអាសញ្ញាដុល្លារនេះចុចកន្លែងហ្នឹងមកហើយកន្លែងនេះយើងអាចរើស package មកយើងចង់ទិញមួយខែឬក៏ទិញ3ខែអញ្ចឹងទៅអញ្ចឹងឧទាហរណ៍យើងចង់ទិញមួយខែ select លើមួយខែចុច subscribe មកអញ្ចឹងកន្លែងនេះគឺកន្លែងដាក់ email ហ្នឹងគឺ email របស់យើងអញ្ចឹងខ្ញុំដាក់ email របស់ខ្ញុំហើយ select យក KXQR មក email នេះបានន័យថាពេលដែលយើងដាក់ទៅគឺពេលដែលលុយចូលវានឹងផ្ញើ license key link join group private ហ្នឹងទៅ mail របស់យើងអញ្ចឹងកន្លែងនេះគឺដាក់ mail របស់យើងមិនដាក់តាមខ្ញុំណាគឺដាក់ mail របស់យើងដើម្បីទទួល license key អញ្ចឹងហ្នឹងហើយអញ្ចឹងយើងចុច subscribe មកវានឹង load QR អញ្ចឹងគ្រាន់តែយើង scan មកបានទេ scan ហើយមិនចុចអីទាំងអស់គ្រាន់តែ scan ចោលទៅវានឹងបិទបើក tool ហ្នឹងហើយឥឡូវខ្ញុំ scan ហើយទុកវាចោលទៅវានឹងបិទបើក tool បើវាចាប់បានវានឹង load បិទបើក tool ខ្លួនវាហើយវានឹងស្គាល់ license របស់យើងហ្នឹងហើយអញ្ចឹងឥឡូវចូលមួយខែនេះ like ថ្ងៃ expire គឺមួយខែអញ្ចឹងយើងទិញមួយខែអូខេអញ្ចឹងវីដេអូនេះខ្ញុំ config មួយប្រើមួយ Mumu អញ្ចឹង tool របស់យើងប្រើបាន3 option យើងប្រើមួយទូរស័ព្ទក៏បាន LD ក៏បាន Mumu ក៏បានឥឡូវខ្ញុំមក config មួយ Mumu អញ្ចឹងconfig មួយ Mumu យើងចូលទៅ setting កន្លែងនេះគឺ path របស់ Mumu folder របស់យើងអានេះគឺ LD អញ្ចឹងយើងចូលទៅinstall អា Mumu ហើយវានឹងចេញអា desktop នេះអញ្ចឹងបើកអា multiple player ហ្នឹងមកហ្នឹងហើយបើកអា multiple ហ្នឹងមកឃើញពេលដែលយើង install ថ្មីដំបូងវាឃើញតែមួយនៅលើនេះដោយសារនេះខ្ញុំ import ហើយខ្ញុំខ្ជិលលុបអញ្ចឹងfile ខ្ញុំចូលហ្នឹងហើយអញ្ចឹងពេលដែលបានlink join group ហើយ group របស់យើងគឺឈ្មោះ Family Private នេះអញ្ចឹងវានឹង link join group យើងចូលទៅមើល mail របស់យើងឃើញ link មួយអញ្ចឹងចុច link ហ្នឹងមកវា load ចូលមកដល់ហ្នឹងហើយអញ្ចឹងយើងចូលទៅ Family ហ្នឹងមកហើយចូលទៅកន្លែង pin ហើយ scroll ឡើងលើមកឃើញ file មួយឈ្មោះនេះ Family ហើយកតុយ Mumu data នេះអញ្ចឹង download ហ្នឹងមកយើងដាក់ណាក៏បានដែរអញ្ចឹងខ្ញុំ download ហើយនេះ file នេះអញ្ចឹងដើម្បី import វាគ្រាន់តែចុច new មកហើយយក import ហើយយើងទៅរើស file ដែលយើង download ហ្នឹងអា file មួយនេះយ៉ាអញ្ចឹង select អាហ្នឹងមកអញ្ចឹងវានឹង import ចូលឯនេះអាក្រុមគេនេះអញ្ចឹងយើងបើកមកហ្នឹងហើយបើកមកឃើញប៉ុណ្ណឹងអញ្ចឹងដំបូងគេទាំងអស់យើងចូលទៅអា app រូបឆ្កែពណ៌ក្រហមនេះអញ្ចឹងអីដែលយើងធ្វើគឺ install អញ្ចឹងកន្លែងមើលឡើង status នេះបើវា load NA យើងចុច install ហើយយកអាក្រុមគេចុច let's go នេះមកតែប៉ុណ្ណឹងមកបានហើយយើងបិទហើយយើងបើកម្ដងទៀត
okay ចឹងយើងចូលទៅមើលម្ដងទៀតវាចេញ NA ទៀតអត់នេះចឹងអា starter នេះអត់អីយើងចុច OK ទៅក៏បានដែរចឹងកន្លែង install ហ្នឹងវាចេញជា version របស់វាឯងចឹងបើចេញ version បានន័យថាវាដើរវាអាចប្រើមួយ tool បានហ្នឹងហើយតែប៉ុណ្្នឹងឯងតើតមួយ config មួយ move ចឹងបើយើងចង់ប្រើយើងចង់ clone ប្រើច្រើនជាងហ្នឹងពី3អញ្ចឹងទៅយើង clone ចេញពីអា move ដែលយើង config ហើយយើង clone ចេញពីអាហ្នឹងមកយើងអាចប្រើបានធម្មតាយើងអត់ត្រូវការចុច install តាមអាមុនទៀតទេហ្នឹងហើយអញ្ចឹងរបៀបប្រើវាឥឡូវយើងចូលទៅ folder អា move មិញទៅដែរនេះអញ្ចឹងមកស្ដាំលើវាមកចូល open file location នេះតទៅមកទៀតយើង copy path របស់វា select នៅលើនេះមកហើយយើង copy មកយកទៅដាក់នៅលើ tool នេះដាក់នៅខាងលើ path move path វាមកអញ្ចឹងយើងអាច load បានន័យថាយើងអាចបើកអា move នោះនៅលើ tool របស់យើង direct ហ្មងក៏បានដែរយើងអាចបើកយើងអាចបិទអីនៅក្នុងនឹងហ្មង direct ហ្មងហ្នឹងហើយអញ្ចឹងអាហ្នឹងរបៀប set file path របស់វាអញ្ចឹងតកតងមួយ move ពេលដែល load device មកវាអត់ស្គាល់ទេតែបើ LD ឬក៏ទូរស័ព្ទអីអាហ្នឹងវាស្គាល់ auto ហើយតែបើ move យើងត្រូវ check device នេះមកស្ដាំលើវាមកយក phone ហើយ check device move នេះអញ្ចឹងចុច check ហើយចាំវា load setter នេះ load setter នេះហើយចាំយើង load ចុច OK ហើយ load ម្ដងទៀតអញ្ចឹងវាមកហើយហ្នឹងហើយអញ្ចឹងតកតងមួយទៀតកន្លែង device running អញ្ចឹងកន្លែង device running ហ្នឹងបើសិនជា load stop បានន័យថា device ហ្នឹងអត់ដើរទេយើង select account ដើម្បីឲ្យវា run ក៏វាអត់ដើរដោយសារអីយើង device ហ្នឹងយើង set ទៅ stop ហើយអញ្ចឹងចង់ឲ្យ device ណាដើរ select លើ device ហ្នឹងមកស្ដាំយកពាក្យ set device working នេះអញ្ចឹងយើង set ទៅ working មកតែប៉ុណ្្នឹងមកបានហើយអញ្ចឹងបានន័យថាយើង set ឲ្យ device មួយហ្នឹងគឺដើរអញ្ចឹងឧទាហរណ៍យើងមាន10 device យើង set ឲ្យ5ដើរមួយ5ទៀត stop អញ្ចឹងទៅអញ្ចឹងវាដើរតែ5ហ្នឹងហើយអញ្ចឹងអាហ្នឹងតកតងមួយរបៀប config មួយ move ហើយតកតងមួយកន្លែង3នេះគឺ device change បានន័យថា change info របស់ Mac ទូរស័ព្ទ Mac device ដែលយើងប្រើអញ្ចឹងសម្រាប់ move យើងប្រើមួយ farm changer អញ្ចឹងត្រូវ select យក farm changer បើប្រើមួយ LD យើងប្រើមួយ change ដែល LD download នៅលើ website របស់ខ្ញុំអញ្ចឹង LD យើងប្រើមួយ change move យើងប្រើ farm changer ហ្នឹងហើយអញ្ចឹងយើងអាច test change device បានថាចង់ដឹងថាវាដូរ device ដូរអីអត់នេះអញ្ចឹង Huawei ខ្ញុំ test change មួយទៀតមកវាចេញទៅ device ផ្សេងមួយទៀត Samsung អញ្ចឹងទៅហ្នឹងហើយអញ្ចឹងតែប៉ុណ្្នឹងតើតមួយរបៀបទិញហើយនឹងរបៀប config មួយ move វីដេអូក្រោយខ្ញុំធ្វើវាlogin account ហ្នឹងហើយអញ្ចឹងមានតែប៉ុណ្្នឹង